សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី37នៃរឿងអ្នកប្រយុទ្ធឈុតច្បាំងបិសាចនៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅពេលដែលការប្រកាសអំពីការប្រកួតរវាងថាងស៊ិនលាវជាមួយនឹងសាវហ្វឹងដោយការប្រកួតរវាងអ្នកទាំងពីរយើងមើលទៅក៏មិនយូរប៉ុន្មានទេគ្រាន់តែចូលទៅក្នុងការប្រកួតថាងស៊ិនលាវការតាំងបដៅក៏បានធ្វើឲ្យសាវហ្វឹងចាញ់ដោយការប្រកួតនៅជុំទី3ថាងស៊ិនលាវទទួលបានជ័យជំនះហាងស៊ិនដែលកំពុងតែមើលគាត់បានកើតផងដោយថាជ័យជំនះរបស់ថាងស៊ិនលាវមើលទៅពិតជាមិនមែនជារឿងសំខាន់នោះទេដោយសារតែគាត់បានដឹងអំពីចំណេញកំបិតរបស់ថាងស៊ិនលាវអស់ហើយបន្តទៅក៏ជាការប្រកួតជុំទី4លឿនហ្វឹងត្រូវប៉ះជាមួយនឹងតាន់ជីគ្រាន់តែចូលទៅក្នុងការប្រកួតយើងក៏បានឃើញថាលឿនហ្វឹងឈ្នះដោយមិនបាច់ប្រឹងជាពិសេសជាងនឹងទៅទៀតចឹងក៏មិនអាចឃើញនៅស្នាឈ្នះរបស់លឿនហ្វឹងបានដែរបានឃើញចឹងហានសិនចាប់ផ្ដើមកើតទៀតឲ្យលឿនហ្វឹងនេះក៏ពិតជាខ្លាំងមែនមើលទៅក៏មានអ្វីពិសេសសម្រាប់គាត់ហើយគាត់មើលទៅក៏ពិតជាចម្លើយខ្លាំងណាស់ហើយតែងតែផ្ដល់ឲ្យមនុស្សនៅអារម្មណ៍ដែលមិនអាចទាយទុកមុនបានប៉ុន្តែគាត់ក៏មិនខ្វល់ដោយសារតែការប្រកួតប្រជែងរបស់គាត់នៅពេលនេះគឺមិនទាន់ចប់ទេឆ្លៀតពេលនេះគាត់គូនៅតែមើលការប្រកួតរបស់អាយតូម៉ូនេះវិញដើរនៅតាមផ្លូវនឹងដែរក៏បានជួបជាមួយលឿនហ្វឹងបានរាក់ទាក់ទៅកាន់ជិនប៊ីអញ្ចឹងក៏បានណែនាំឈ្មោះហើយតើលោកគឺជាជិនប៊ីនៃជំរំគួយជាមែនអញ្ចឹងជិនប៊ីក៏បានចាប់ដៃទៅវិញហើយរីករាយដែលពួកយើងបានជួបគ្នានៅពេលនេះបន្ទាប់ពីរាក់ទាក់ហើយក៏បានដើរចេញទៅជាណាក្ដីលឿនហ្វឹងក៏បានប្រាប់ទៅកាន់ជិនប៊ីចាំជួបគ្នានៅវគ្គផ្ដាច់ព្រាត់បន្ទាប់ពីលឿនអញ្ចឹងមើលទៅកាន់អ្នកនៅជុំវិញទៅក៏ពិតជាមានការចាប់អារមែនតែមានន័យថាលឿនហ្វឹងដែលរហ័សនាមថាគឺជាព្រះទី2នៅក្នុងពិភពលោកពិតជាបានរាក់ទាក់ទៅកាន់ម្នាក់នោះមែនហើយតើជិនប៊ីបកលម្នាក់នោះគឺជានរណាទៅហើយអ្វីបានជាពីមុនមកគេមិនធ្លាប់ឮអញ្ចឹងសោះដើរចេញបានបន្តិចហាងសិនក៏បានងាកមើលទៅកាន់លឿនហ្វឹងក៏ដូចជាបានគិតថាមើលទៅម្នាក់នេះមិនត្រឹមតែមិនអាចទាយទុកមុនបានទេហើយថែមទាំងមានគ្រោះថ្នាក់ខ្លាំងណាស់ដែរអញ្ចឹងខ្ញុំត្រូវតែប្រុងប្រយ័ត្នបន្ថែមទៀតបន្តទៀតក៏ជាការប្រកួតរវាងអាយតូម៉ូជាមួយនឹងសិនឡងជាខឺបើយើងមើលទៅកាន់ជាខឺនឹងទៅគេហាក់បីដូចជាតែងខ្លួនដូចជាមនុស្សបុរាណអញ្ចឹងនិយាយទៅកាន់អាយតូម៉ូខ្ញុំបានឮថាលោកជំនាញក្នុងការប្រើប្រាស់ដាវអញ្ចឹងសូមលោកជួយបង្ហាញផងរៀបចាប់ផ្ដើមនៃការប្រកួតក៏មានការជជែកវែកញែកមនុស្សពីរនាក់នៅជិតហានសិនក៏បាននិយាយថាសិនឡងជាខឺគឺជាព្រះទី10នៃពិភពលោកគាត់មិនដែលប្រកួតចាញ់នរណានោះទេក្នុងរយៈពេលកន្លងមកនេះគ្រាន់តែពីរនាក់នឹងនិយាយចាប់ហានសិនក៏បានបើកភ្នែកធំដោយសារតែពេលនោះបានឃើញជាមួយនឹងអាយតូម៉ូស្ទុះទៅយ៉ាងលឿនចាក់ទៅលើជាខឺឡើងផ្ងាមិនត្រឹមតែប៉ុណ្ណឹងនោះទេគេក៏បានបកមកវិញចាក់សម្លាប់ទៅលើជាខឺតែម្ដងអញ្ចឹងក៏មានន័យថាអាយតូម៉ូគឺជាអ្នកឈ្នះមនុស្សទាំងអស់ដែលបានមើលការប្រកួតមួយនេះក៏សុទ្ធតែមានអារម្មណ៍ថាអាយតូម៉ូនេះក៏ពិតជាមនុស្សខូខើពិតមែនសម្រាប់មនុស្សនៅពេលដែលកំឡុងនៃការប្រកួតអញ្ចឹងហានសិនក៏មានអារម្មណ៍ថាមនុស្សម្នាក់នេះក៏ពិតជាមានគ្រោះថ្នាក់ខាងចិនលាវជាមួយលិនហ្វឹងក៏បានមើលការប្រកួតនឹងដែរមើលទៅការខាងចិនលាវក៏ពិតជាមានការបារម្ភយ៉ាងខ្លាំងប៉ុន្តែលិនហ្វឹងចំណែកលិនហ្វឹងទោះបីជាបារម្ភយ៉ាងណាក៏ដោយមើលទៅហាក់បីដូចជាធម្មតាអានសភៅគ្មានខ្វល់អ្វីបន្តិចសោះអញ្ចឹងក៏ត្រូវខាងចិនលាវថាឲ្យក្នុងកលៈទេសៈបែបណាមើលទៅអញក៏នៅតែអានសភៅដែរអញ្ចឹងបំភ្លេចវាចោលទៅជាមួយនឹងការប្រកួតដ៏ថយមួយនេះដូច្នេះពួកយើងគួរតែផឹកម្ដងប៉ុន្តែលិនហ្វឹងក៏បានថាតែនឹងមានការប្រកួតមួយទៀតក៏ពេលនេះដល់ការប្រកួតរវាងជិនប៊ីជាមួយនឹងវៃហ្វាងមិនទុកយូរទេវៃហ្វាងក៏បានបាញ់ព្រួយគេសម្ដៅទៅកាន់ជិនប៊ីអញ្ចឹងហានសិនក៏បានយកលំពែងមករកក៏ដូចជាព្យាយាមរកអំពីចំណុចកសោយវៃហ្វាងក៏នៅតែបន្តបាញ់ព្រួយមើលទៅបាញ់កាន់ទៅលឿនជាងមុនថែមទៀតក៏បានធ្វើឲ្យហានសិនមកទៅកិច្ចសិនតែមិនទាន់យ៉ាងណាក្ដីក៏នៅតែខិតខំប្រឹងប្រែងដើម្បីនឹងកិច្ចពីការវៃប្រះមួយនេះខាងជិនលើបានឃើញចាំងឆ្ងល់មែនតែហារីបានជាជិនប៊ីបន្តដែរអញ្ចឹងប៉ុន្តែលិនហ្វឹងក៏បានដឹងថាជិនប៊ីត្រូវបានគេហៅថាគឺជាព្រះនៃសង្គ្រាមហើយក៏ជាអ្នកស្នងមរតកនៃអាវការពារព្រះថែមទៀតដោយឡែកទស្សនិកជនទាំងអស់ក៏សុទ្ធតែបានគិតថាមើលទៅជិនប៊ីប្រកាសជាចាញ់ប៉ុន្តែខុសអ្វីពីការគិតនៅពេលនឹងជិនប៊ីក៏បានបញ្ចេញនូវព្រលឹងសត្វយ៉ាងខ្លាំងក្លាបាញ់ថាមពលសម្ដៅទៅកាន់វៃហ្វាងធ្វើឲ្យគេចាញ់នៅកន្លែងកើតហែតែម្ដងអញ្ចឹងគណៈកម្មការក៏បានប្រកាសអំពីជ័យជំនះរបស់ជិនប៊ីបានឃើញអញ្ចឹងខាងជិនលើគេបានភ្លឺភ្នែកឲ្យមើលទៅដើមឡើយខ្ញុំគិតថាគាត់គឺជាអ្នកចាញ់តែដោយសារតែគាត់មិនបានបំផ្លាញទៅជាសត្វចម្លែកណាមួយឡើយហើយកាន់តែមានអារម្មណ៍ថាមិនល្អទៀតទេចំពោះមនុស្សម្នាក់ដែលមានឈ្មោះថាជិនប៊ីនឹងតែរឿងក៏បានកើតទៅដល់កន្លែងឈិនសៀននេះវិញយ៉ាងម៉ាលីក៏បាននាងមើលវីដេអូរវាងការប្រកួតរវាងជិនប៊ីជាមួយនឹងអាសូរ៉ាថ្ងៃមុននឹងក៏ត្រូវបានគេតែងតាំងថាគឺជាអ្នកការពារដៅព្រះដើម្បីកម្ចាត់ពួកអាសូរ៉ាបន្ទាប់ពីមើលហើយយ៉ាងម៉ាលីក៏បានប៉ាន់ស្មានថាប្រហែលជាជិនប៊ីត្រូវប៉ះជាមួយនឹងអាយតូម៉ូវិញតើសង្ឃឹមថាគាត់នឹងអាចឈ្នះបានដែរអត់ប៉ុន្តែជិនសៀនមិនខ្វល់ទេបន្ទាប់ពីគាត់បានដណ្ដើមតំណែងលេខ1របស់ខ្ញុំទៅហើយមិនថាគាត់គឺជានរណានោះទេត្រូវតែឈ្នះរំពេចនោះនាងបានចាប់អារម្មណ៍ទៅលើវីដេអូមួយទៀតគួរឲ្យកត់សម្គាល់ដែលថាវាត្រូវបានចាប់បាននៅកាមេរ៉ាដែលជិនប៊ីបានជួបជាមួយនឹងលិនហ្វាំងដែលលិនហ្វាំងបានប្រាប់ទៅកាន់ជិនប៊ីថាជួបគ្នានៅវគ្គផ្ដាច់ព្រាត់អញ្ចឹងឈិនសៀននឹងក៏ចង់ដឹងថាបន្ទាប់ពីអ្នកទាំងពីរបានជួបគ្នាតើមានរឿងអ្វីកើតឡើងហើយមានក៏សូមបញ្ចប់ភាគនឹងត្រឹមតែប៉ុណ្ណឹងសិនហើយក៏ជាភាគទី47បាយបាយជួបគ្នាវីដេអូក្រោយ